សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាវីដេអូមួយខ្ញុំមានដាក់ intro អីច្រើនហើយគឺមកបែបរៀលៗហ្មង part time filter តិចតួចហ្នឹងហើយសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកម្លែកទៅដល់អូនៗដែលគាត់កំពុងតែមានបំណងក្នុងការដែល apply ខ្លួនឯងចង់បន្តការសិក្សានៅមហាវិទ្យាល័យដោយសារតែខ្ញុំទទួលបានសំណួរពីសិស្សប្អូនក៏ដូចជាមិត្តភក្តិដូចគ្នាដែលគាត់សួរខ្ញុំអំពីការដែលជ្រើសរើសសាកលវិទ្យាល័យអញ្ចឹងណាតាមពិតទៅគាត់តែងតែសំណួរដែលខ្ញុំអាសាទទួលបានតើថ្នាក់ដែលបងរៀនហ្នឹងបងរៀននៅសាលាណាអានេះសំណួរទី1បន្ទាប់មកតើសាលាប៉ែទាំងអស់ហ្នឹងតើមួយណាដែលបងគិតថាល្អអីអញ្ចឹងណាហ្នឹងហើយខ្ញុំសូមឆ្លើយគោលបំណងខ្ញុំធ្វើវីដេអូនេះដើម្បីចែកម្លែកទៅអូនផ្សេងទៀតដែលជា follower ឬមកក៏មាន friend មួយខ្ញុំអញ្ចឹងណាហើយណាមួយវីដេអូហ្នឹងក៏បានប្អូនខ្ញុំគាត់ឃើញដូចគ្នាតាមពិតខ្ញុំក៏ធ្លាប់ប្រាប់គាត់ដែរប៉ុន្តែបើសិនជាខ្ញុំធ្វើអញ្ចឹងខ្ញុំនឹងបានចែកម្លែកទៅអ្នកផ្សេងទៀតអញ្ចឹងសម្រាប់សាលាប៉ែតគឺមានទី1មានសាលារដ្ឋនិងសាលាឯកជនសម្រាប់ខ្ញុំអាចប្រាប់បានថាសាលាឯកជនសាលារដ្ឋមានអីគេខ្លះសម្រាប់សាលារដ្ឋគឺមានតែមួយទេអ្នកគ្នាគឺ UHS តែសាលាក្រហមហ្នឹងហើយសាលាក្រហមវាមាន2ទៀតមានសាខាទី1មានសាខាទី2សាខាទី1មានដុកទ័រឬមកក៏សិទ្ធិការីចឹងទៅហើយចំពោះនៅសាខាទី2មានផ្នែកថែទាំអីចឹងទៅហើយសាខាទីដូចជាមានសាខាទី3ទៀតតែខ្ញុំអត់សូវដឹងអីចឹងណាហើយសម្រាប់មានសាលាឯកជនមានសាលាណតនសាកលវិទ្យាល័យណតនមានសាកលវិទ្យាល័យពុទ្ធសាសន៍មានសាកលវិទ្យាល័យសាលាអន្តរជាតិ IU ហ្នឹងហើយមួយទៀតគឺសាលាទាហានអ្នកនរគ្នាអញ្ចឹងខ្ញុំអាចប្រាប់អ្នកនរគ្នាបានថាសាលាបើសួរខ្ញុំថាសាលាមួយណាល្អខ្ញុំអាចនិយាយបានថាសាលាណាក៏ល្អដែរចាសាលាណាក៏ល្អដែរប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯងខ្ញុំមិនអាចប្រាប់បានទេថាសាលានេះល្អសាលានេះអត់ល្អពេលខ្លះខ្ញុំនិយាយទៅអាចថាល្អសម្រាប់ខ្ញុំប៉ុន្តែអាចអត់ល្អជាមួយអ្នកទាំងអស់គ្នាអត់ត្រូវជាមួយនឹងកលៈទេសៈអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការស្វែងយល់ឬមួយក៏បើអាចមកនិយាយថាទៅសាលានឹងអាចថាទៅស៊ើបមើលខ្លួនឯងអីអញ្ចឹងណាពេលខ្លះពីគេនិយាយក៏ពេលខ្លះក៏អត់ត្រូវនឹងចិត្តយើងដែរអញ្ចឹងខ្ញុំអាចប្រាប់បានថាសាលាឯកជនសាលារដ្ឋហើយវិន័យអីអាចនឹងខ្ញុំអាចប្រាប់បានថាបែបមិនអីអញ្ចឹងតែបើសួរខ្ញុំថារៀនសាលាណាដែលល្អហ្មងណាសាលាណាក៏មានល្អដែរវាថាសាលានីមួយៗគឺមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាអញ្ចឹងណា unique មានផ្សេងគ្នាការដឹកនាំអីអញ្ចឹងគឺផ្សេងគ្នាអញ្ចឹងមិនខ្ញុំនិយាយបែបហ្នឹងមិនបាញ់ន័យថាខ្ញុំកំពុងធ្វើវីដេអូទេសូម្បីតែមិត្តភ័ក្តិដែលគាត់សួរខ្ញុំអំពីប្អូនរបស់គាត់ណាហើយសិស្សប្អូនផ្សេងទៀតដែលគាត់សួរខ្ញុំក៏ខ្ញុំឆ្លើយអញ្ចឹងដូចគ្នាហ្នឹងហើយខ្ញុំអត់ដែរនិយាយថាគួរតែរៀនសាលានេះល្អសាលានេះអត់ល្អអញ្ចឹងខ្ញុំអត់ដែរនិយាយអញ្ចឹងទេព្រោះអីកាលណាដែលយើងសម្រេចចិត្តព្រោះយើងអាចថាចូលដល់វ័យមួយដែលយើងត្រូវធ្វើការសម្រេចចិត្តនិងជ្រើសដោយខ្លួនឯងទោះបីជាលទ្ធផលបែបមិនក៏យើងជាអ្នកជ្រើសដោយខ្លួនឯងអញ្ចឹងហ្នឹងហើយតាមពិតទៅទទួលស្គាល់ថាការដែលសួរព័ត៌មានពីអ្នកផ្សេងវាមានឥទ្ធិពលប៉ុន្តែបើសំខាន់បំផុតដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងពេលខ្លះខ្ញុំនិយាយទៅក៏មិនប្រកាសថាត្រូវជាមួយនឹងគាត់ដែរអញ្ចឹងដោយសារតែមនុស្សយើងអត្តចរិតគឺអត់ដូចគ្នាឯងហើយសម្រាប់មួយទៀតអាចនឹងសាលាខ្លះតម្លៃរៀងខ្ពស់សាលាខ្លះមធ្យមសមរម្យអីចឹងទៅអាហ្នឹងសម្រាប់ខ្ញុំហើយពពុះតម្លៃសាលាដូចជាមានទៀតបើសិនជាអ្នកនរគ្នាចង់ដឹងថាតម្លៃអីអាចឆាតសួរខ្ញុំបានឬមួយក៏អាចឆែកមើលតាមប្រព័ន្ធ social media ផ្សេងដែលអាចនឹងមានសិស្សច្បងនឹងគាត់ផុសអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ